សូមរីករាយទស្សនាជាមួយនឹងការប្រគំតន្ត្រីរបស់ស្រាបៀរវឌ្ឍនៈបរិវេណកោះពេជ្រទីរួមខេត្តកំពង់ចាមជាប់មាត់ទន្លេមេគង្គនៅក្នុងឱកាសសង្ក្រាន្តចូលឆ្នាំថ្មី2025ជាថ្ងៃបញ្ចប់ប្រហោយនៃថ្ងៃចូលឆ្នាំផងដែរឥឡូវនេះយើងមកទស្សនាជាមួយនឹងការ perform របស់តារាចម្រៀងមួយដួងដែលគាត់ចេញមក perform មុនដំបូងគេគឺមានឈ្មោះ PNP ដែលគាត់គឺជាម្ចាស់បទថ្ងៃស្អែកសង្សារបង្ការហើយខ្ញុំសង្ឃឹមមុតមមណាស់ហើយច្បាស់ហ្មងថាអ្នកទាំងអស់គ្នាប្រកាសជាស្គាល់គាត់តាមរយៈបទនឹងច្រើនព្រោះដោយសារបទនឹងផ្ទុះខ្លាំងអ្នកលេង TikTok ក៏លេងអ្នកដែលគាត់យកមកចាក់ស្ដាប់នៅទីកន្លែងផ្សេងក៏ច្រើនហើយឥឡូវនេះយើងមកជួបជាមួយនឹងតារាចម្រៀងមួយដួងទៀតដែលគាត់ចេញមក perform ជាបន្តបន្ទាប់នេះមានសក់ពណ៌លឿងឆ្អិនឆ្អៅអាវពណ៌ខ្មៅខោពណ៌សដែលគាត់មានឈ្មោះថា ឌីលុចអីចឹងទៅហើយការ perform របស់គាត់គឺមានបទច្រើនដែរ2-3បទអញ្ចឹងដែរហើយឥឡូវនេះគឺការ perform គាត់បានបញ្ចប់ហើយជួបជាមួយនឹងពិធីការនេះសម្លេងផ្អែមស្រទន់ដែលគាត់អាចកំដរបកភាពសប្បាយរីករាយមុននឹងតារាចម្រៀងមួយរូបចេញមក perform អញ្ចឹងទៅមិញហ្នឹងនិយាយពីចំណាប់អារម្មណ៍របស់តារាចម្រៀងឌីលុចដែលគាត់បាន perform ចប់ឥឡូវនេះយើងមកជួបជាមួយនឹងតារាចម្រៀងមួយដួងទៀតដែលគាត់មានឈ្មោះថាសយរតនាហើយការ perform របស់គាត់វិញគឺមានបទបែបមនោសញ្ចេតនាក៏ដូចជាបទដែលអាចរាំបានយើងអាចយកមកចាក់រាំលេងកម្សាន្តនៅពេលឱកាសបន់ជោគឆ្នាំថ្មីឬក៏កម្មវិធីផ្សេងដែលជាកម្មវិធីបន់ជាតិបន់សាសនាសម្រាប់ប្រពៃណីខ្មែររបស់យើងបានគ្រប់កម្មវិធីទាំងអស់ហើយគាត់មកហ្នឹងគឺមិនមែនមកតែឯងទេគាត់បាននាំភរិយាគាត់ដែលដូចពាក្យមួយគេនិយាយថាទៅណាមានបែបលក្ខណៈដូចហង្សហើយនឹងនាគអញ្ចឹងទៅធៀបដូចជាមួយនឹងរឿងមួយដែលមានឈ្មោះថាតួស្រីនោះស៊ីវឡុងនីហើយតួផុសនោះមានក្បាច់គុណរួមគ្នាហង្សនាគអញ្ចឹងទៅណាក៏ដោយហើយឥឡូវនេះការ perform របស់អ្នកនាងប៉ាគីមួយគាត់កំពុងតែ perform បទដែលអាចរាំលេងកម្សាន្តនៅកម្មវិធីផ្សេងបានរូបសម្រស់គាត់ក៏ល្អស្រស់សោភាព្រោះអញ្ចឹងបានធ្វើឲ្យលោកសយរតនៈដកស្នេហ៍ឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍អញ្ចឹងទៅនេះគឺជាការនិយាយពីចំណាប់អារម្មណ៍ដែលគាត់បាន perform ហើយក៏ដូចជានិយាយមកកាន់ទស្សនិកជនការនិយាយពីចំណាប់អារម្មណ៍ហ្នឹងគឺបានសួរដោយពិធីការនេះរូបស្រស់សោភាទាំងពីរដួងអញ្ចឹងទៅឥឡូវយើងមកដល់តារាចម្រៀងមួយទៀតដែលគាត់កំពុងតែចេញមក perform ចែកជូនទស្សនិកជនទាំងអស់គ្នាចេញមកគឺកលែងចកេះអាលាក់ចកេះហ្មងព្រោះដោយសារតែបទគាត់រំកលែងចង្កេះអញ្ចឹងឯងដូចជាចាំមិនច្បាស់ចំណងជើងហើយមួយរយៈក្រោយហ្នឹងក៏មានរំតាមនិយាយ2អញ្ចឹងទៅហើយក្នុងពេលនេះកំពុងតែបង្កើតភាពសប្បាយរីករាយជាមួយនឹងទស្សនិកជនទាំងអស់គ្នាដែលកំពុងតែឈរគ្រប់គ្រងនៅពីមុខឆាកអញ្ចឹងទៅហើយការ perform របស់គាត់ពីមួយបទទៅមួយបទគឺសិតសឹងតែបទដែលកំពុងតែពេញនិយមសម្រាប់យុវវ័យមិនថាក្មេងៗទេសូម្បីតែមនុស្សចាស់មួយចំនួនក៏គាត់អាចស្គាល់រ៉ាប៊ីដែរព្រោះដោយសារតែគាត់មានកេរ្តិ៍ឈ្មោះបោះសម្លេងហើយមួយរយៈក្រោយនេះគឺមិនថាកម្មវិធីអ្វីទេដែលបានអញ្ជើញគាត់ទៅច្រើនតែផ្អាប់គាត់ជាមួយនឹងបរិសុទ្ធម្នាក់ដែលជាតារាបាល់ទាត់ថាពីរនាក់ហ្នឹងកំពុងតែមានសម្ព័ន្ធភាពខិតទៅរកភាពគេហៅថាស្នេហាអញ្ចឹងក្នុងកម្មវិធីមួយគឺផ្អាប់គាត់ជាមួយនឹងតារាបាល់ទាត់ម្នាក់នោះហើយឥឡូវនេះយើងមកបង្ហាញពីអ្នកគាំទ្រនៅខាងមុខឆាកតន្ត្រីទាំងអស់គ្នាមានទាំងប្រុសមានទាំងស្រីមានទាំងក្មេងមានទាំងធំយុវវ័យមានទាំងហ៊ីកន្លោះដោយអេដមីនដែរអេដមីនបានទៅចូលរួមទស្សនាជាមួយនឹងកម្មវិធីប្រគំតន្ត្រីនៅថ្ងៃនោះផងដែរហើយនេះគឺគាត់បានបញ្ចេញក្បាច់រាំដូចវាថាអបអរជាមួយនឹងតារាចម្រៀងដែលគាត់កំពុងតែ perform បទដែលអាចរាំបានអញ្ចឹងហើយអូនេះអញ្ចឹងទៅហើយឥឡូវយើងក៏លេខមកមើលពីការ perform របស់កញ្ញារ៉ាប៊ីជាបន្តបន្ទាប់ទៅទៀត
នេះយើងក៏លេខមកមើលមុខឆាកហើយខាងនេះវិញមិនដឹងហៅកញ្ញាហើយក៏ហៅលោកវិញនេះដឹងថតថាអីពូនេះដឹងគេអៀននេះគេរត់ចាញ់ហើយបាយហើយនេះគឺមិនដឹងថាកញ្ញាឬក៏អ្នកនាងឯងគាត់ញញឹមបែបលក្ខណៈរុំទុំមកកាន់កាមេរ៉ារបស់ admin ហើយឥឡូវយើងមកមើលពីការបង្កភាពសប្បាយរីករាយរបស់កញ្ញារ៉ាប៊ីជាបន្តបន្ទាប់ក៏ពូគាត់មក perform នេះមិនមែនតែមួយបទមិនមែនពីរបទហើយមកគុំមិនមែន3បទដែរតែអត់ចាំច្បាស់ដែរថាប៉ុន្មានបទថ្ងៃមុននោះព្រោះពេលនោះយើងចេញមកដូចជាចេញមកមុនគាត់បញ្ចប់ការ perform របស់គាត់អញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសូមអរគុណសូមគោរព